សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញការ warm up នៅពេលរត់នៅពេលយើងចាប់ផ្ដើមរត់ទាំងអស់គ្នាជាដំបូងយើងទាញដៃទាញជើងហើយបន្ទាប់មកទៀតហើយអាកាសធាតុដែលខ្ញុំរត់ហ្នឹងគឺត្រឹមតែ1អង្សាចន្លោះពី1ទៅដក2អង្សាហើយការហាត់ប្រាណហ្នឹងដែរយើងជួយដល់សុខភាពយើងមុនយើងធ្វើលំហាត់ប្រាណពេលរត់អញ្ចឹងពាក់ព័ន្ធនឹងការរត់យើងត្រូវ warm up វាឲ្យបានមុនសិនក្នុងការយើងត្រៀមរត់រយៈពេលខ្លីពេលវែងពាក់កណ្ដាលម៉ារ៉ាតុងឬក៏ full marathon ហើយការរត់នេះដែរគឺយើងត្រូវមាន challenge ខ្លួនឯងយើងបំបែកនាទីមានន័យថាឧទាហរណ៍យើងរត់ពី5គីឡូផេស6ឬក៏5ទៅ5:6 5:7យើងអាចថា30នាទីទៅ40នាទីរយៈពេល5គីឡូនៅ long range 5គីឡូនៃដីអញ្ចឹងបើសិនជាយើងរត់កាន់តែយូរវាធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការកំណត់ល្បឿនមានន័យថាល្បឿនដែលយើងរត់ដំបូងគឺយើងរត់ពីផេស6យើង keep speed low សិនហើយយើងបានប្រហែលជា3គីឡូចាំយើងអុក speed វាឡើងទៅ5ផេស5ផេស4អញ្ចឹងយើងអាចពាក់ព័ន្ធ1នាទីយើងអាចមើលនាទីដែលយើងធ្លាប់កំណត់ពីមុនយើងបានចន្លោះពី35ទៅ40នាទីយើងអាចកាត់បន្ថយវាសល់ត្រឹម25នាទីហើយយើងរត់កាត់បន្ថយនាទីឲ្យកាន់តែច្រើនអញ្ចឹងការរត់របស់យើងកាន់តែលឿនអញ្ចឹងមានន័យថាមុននឹងយើងធ្វើការរត់រៀងរាល់ថ្ងៃយើងត្រូវ warm up រាល់ថ្ងៃអញ្ចឹងវាធ្វើឲ្យសាច់ដុំយើងចលនាខ្លួនប្រាណវាដើរបានល្អហើយចំណុចមួយទៀតគឺដូចកន្លែងនេះអញ្ចឹងខ្ញុំ say hi ទៅអ្នកនរគ្នាសិនហើយយើងលោតអាហ្នឹងយើងចូលក្បែរចិត្តដល់ការ warm up នៅពេលរត់អញ្ចឹងយើងលើកដៃលើកជើងទាញដៃទាញជើងពាក់ព័ន្ធមួយចង្កេះពាក់ព័ន្ធមួយសាច់ដុំកជើងជង្គង់អញ្ចឹងពេលដែលយើងរត់ទៅវាអត់មានបញ្ហាប៉ះពាល់ដល់ចង្កេះឬក៏មានការឈឺចង្កេះឈឺអីបើអ្នកទាំងអស់គ្នាគិតថាយើងរត់ជំហានដំបូងរបស់យើងគឺយើងចាប់ផ្ដើមរត់ម្ដងហើយយើងអត់ធ្វើការ warm up វាអាចប៉ះពាល់ដល់សរសៃចង្កេះការជាប់ចង្កេះការឈឺសន្លាក់សាច់ដុំហើយនឹងទីមួយទៀតពេលដែលយើងរត់យើងមិនអាចញ៉ាំទឹកឬក៏ហូបទឹកឲ្យច្រើនទេអញ្ចឹងយើងការហូបទឹករបស់យើងគឺអាចថាម្សៅកទៅមុនពេលរត់អញ្ចឹងបើសិនជាយើងរត់រយៈពេលយូរហើយផ្លូវឆ្ងាយអានឹងអាចថាអានឹងយើងអាចស្ពីទឹកនៅចាំជាប់ខ្លួនហើយជំហាននេះគឺជំហានវគ្គចិត្តចុងក្រោយដែលយើងធ្វើការ warm up រួចហើយយើងនឹងធ្វើការចាប់ដើមរត់ទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាស្រឡាញ់កីឡាការរត់យើងចូលរួមហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពអូខេអរគុណបាយបាយ